តីតមន្ត្រីយោធាចុះនិវត្តន៍ដង្ហែរកយុត្តិធម៌ដោយសារតែក្រមយោធាបញ្ជាការដ្ឋានកងរថក្រោះ ACO ដាក់គ្រឿងចាក់ឈូសឆាយដីកែបំផ្លាញដំណាំលើដីអាស្រ័យផលជិត40ឆ្នាំខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ត្រីទូចសុភ័ក្រហៅចៃមុនីហៅតិនភេទប្រុសអាយុ71ឆ្នាំអតីតគ្រូហ្វឹកហ្វឺននិងជានាយរងសេនាធិការនៅបញ្ជាការដ្ឋានកងរថក្រោះហៅកាន់ ACO ចូលនិវត្តន៍នៅក្នុងឆ្នាំ2023ដង្ហែរកយុត្តិធម៌ស្នើដល់ថ្នាក់លើនិងជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខណៈដែលដីអាស្រ័យផលរបស់គាត់ជិត40ឆ្នាំបែជាមន្ត្រីយោធាក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមស្នេហ៍ឯកឡាញ់កៅមេបញ្ជាការកងរថក្រោះបានដាក់គ្រឿងចាក់ឈូសឆាយជីកកាយដំណាំអស់ជាច្រើនលោកឧត្តមសេនីយ៍ទូចសុភ័ក្រហៅចៃមុនីហៅតិនអតីតគ្រូហ្វឹកហ្វឺននិងជានាយរងសេនាធិការបានលើកឡើងថារូបលោកបានចូលបម្រើការងារជាកងកម្លាំងការពារជាតិនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាញ់ក្របពិតបន្ទាយ ACO តាំងពីឆ្នាំ1983និងស្នាក់នៅក្នុងភូមិអន្លង់ថ្លឹងឃុំមហាសាំងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺហើយក៏បានទិញដីស្រែពីប្រជាពលរដ្ឋចំនួន4គ្រួសារដើម្បីអាស្រ័យផលនៅក្នុងឆ្នាំ1985លោកទូចសុភ័ក្រហៅចៃមុនីហៅតិនក៏ដឹងដែរថាដីដែលលោកបានទិញពីប្រជាពលរដ្ឋមកអាស្រ័យផលជាប់ដីរបស់គាត់នោះនៅក្នុងបន្ទាយកងរថក្រោះប៉ុន្តែបើថ្នាក់លើត្រូវការពេលណាលោកប្រកល់ជូនភ្លាមប៉ុន្តែអ្វីដែលលោកឧត្តមសេនីយ៍ទូចសុភ័ក្រហៅចៃមុនីហៅតិនហួសចិត្តនោះគឺដីនៅក្នុងបន្ទាយកងរថក្រោះមានទំហំធំណាស់ហើយកាលពីជាង10ឆ្នាំមុនបានកាត់ជ្រៀតដីទៅឲ្យប្រជាពលរដ្ឋជិត10ភូមិទៅហើយមិនតែប៉ុណ្ណោះដីនៅក្នុងបន្ទាយកងរថក្រោះប៉ែកខាងកើនមានទំហំប្រហែល40ហិកតាហេតុអ្វីបានជាលោកឡាញ់កៅមេបញ្ជាការកងរថក្រោះបែងចែកទៅឲ្យមន្ត្រីយោធានិងមន្ត្រីចូលនិវត្តន៍ជាច្រើនគ្រួសារបានចុះហេតុអីត្រឹមដីអាស្រ័យផលរបស់លោកត្រឹមតែជាងកន្លះហិកតាមានដាំដំណាំហូបផ្លែនិងមានស្រះចិញ្ចឹមត្រីហើយផងនោះបែរជាលោកមេបញ្ជាការកងរថក្រោះបញ្ជាឲ្យមន្ត្រីដាក់គ្រឿងចាក់មកឈូសឆាយនិងជីកគាស់កាយដំណាំហូបផ្លែរបស់គាត់មានដូចជាដើមស្វាយដើមឫស្សីនិងជីកកាយដីរងការខូចខាតទៅយកប្រព័ន្ធទឹកអស់ជាច្រើនម៉ែនដែលជាប្រព័ន្ធស្រោចស្រពដំណាំផ្សេងទាំងបំពេញខណៈដែលរូបគាត់ជាអតីតគ្រូហ្វឹកហ្វឺននិងជានាយរងសេនាធិការថែមទៀតផងលោកទូចសុភ័ក្រហៅចៃមុនីហៅតិនបានបន្តទៀតថាលោកបានលះបង់កម្លាំងកាយចិត្តបម្រើការងារបម្រើជាតិជាង40ឆ្នាំទៅហើយចំណាយថវិកាជួយបាក់ស្រុកភ្នំស្រួយឃុំតាំងសំរោងត្រឹមដីអាស្រ័យផលជាងកន្លះហិកតាដែលជាប់ដីលំនៅឋានសោះហេតុអ្វីបានជាអស់លោកមន្ត្រីយោធាលោកមេបញ្ជាការកងរថក្រោះមិនយោគយល់មិនជូនដំណឹងមុនពេលដែលដាក់គ្រឿងចាក់មកធ្វើការឈូសឆាយជីកកាយបំផ្លាញដំណាំហូបផ្លែទាំងបំពេញទៅវិញខណៈដែលអស់លោកបានយកដីបន្ទាយបែងចែកគ្នាខ្លះចេញប្លង់រឹងដីខ្លះទៀតកំពុងតែរៀបចំឯកសាររត់ការធ្វើប្លង់រឹងបន្ថែមទៀតតើថ្នាក់លើមានដឹងពីទង្វើរបស់លោកមេបញ្ជាការកងរថក្រោះនេះដែរឬទេក្នុងនាមរូបលោកជាអតីតមន្ត្រីយោធាមួយរូបដែរប៉ុន្តែត្រឹមតែជាកូនចៅបន្តវេនម្នាក់គ្មានផងរីឯក្រុមគ្រួសាររបស់លោកមេបញ្ជាការនឹងថ្នាក់ដឹកនាំក្នុងបន្ទាយកងរថក្រោះនេះវិញមានឈ្មោះប្រពន្ធកូនចៅនិងសាច់ញាតិខ្សែស្រឡាយថែមទៀតផងមិនខុសពីពាក្យចាស់បានពោលថាកន្ទេលធំបន្លំដេកនោះទេជាចុងក្រោយលោកទូចសុភ័ក្រហៅចៃមុនីហៅតិនអតីតគ្រូហ្វឹកហ្វឺននិងជានាយរងសេនាធិការមេបញ្ជាការនិងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះធ្វើការសំណូមពរដល់អាយុឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទចាត់កម្លាំងជំនាញអធិការកិច្ចចុះពិនិត្យស្រាវជ្រាវផងនិងជាពិសេសធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយពិនិត្យមើលទង្វើរបស់លោកឧត្តមស្នេហ៍ឯកឡាញ់កៅមេបញ្ជាការកងរថក្រោះធ្វើរាល់ថ្ងៃនេះផងទៀតពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោកទូចសុភ័ក្រហៅចៃមុនីហៅតិនអតីតគ្រូហ្វឹកហ្វឺននិងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះនេះដែរលោកឡាញ់កៅមេបញ្ជាការកងរថក្រោះហៅកាន់ ACO អ្នកសារព័ត៌មានខលចូលមានអ្នកលើកបដិសេធថាលោកឡាញ់កៅអត់នៅទេហើយការងារនោះសួរអ្នកគេធ្វើការងារនៅទីនោះដឹងហើយលោកមេបញ្ជាការចាំលោកប្រាប់តាមនឹងគាត់ឲ្យកូនមួយបន្តវេនបានឲ្យកូនមានចំណេះដឹងគ្រប់គ្រាន់ហ្នឹងសូមឲ្យអស់លោកជាមន្ត្រីដាក់ដើហ្នឹងជាពិសេសលោកនាយអគ្គឡើងហ្នឹងលោកមើលទៅណា
nhom nơi Prey Veng nè nơi ti room khai Prey Veng mà nơi ti ní dắt bel chiên sai sập nam ấy nè tại lại nhà tay phao lưng tầm an sai sập nam đi nè rồi năm mà quan bầm buôn rồi phải sập nam bạn nhom co sang chùm lông nơi ti ní chẳng bạn ở lúc này cái chui rọc hiệp cầm tay vây đây ai chui ban lúc chui mau vây đây mình ba qua lúc phải chia sai ở trong phong nữa của đấy ô thông na rồi ô hàng cao dù anh ấy cái cầm bông tay qua bên miền mua miền cha hai hơi nữa chậm này nhóm này miền mua miền nơi ăn tiếp nơi làm ra ca ăn tiếp để dắt tới chiên sai sập nam nắng xong ở miền chùm rọc ban năng ở ban xong luôn tới nữa say phá là lớn về pa qua nơi chùm này đây là bao ruộng nắng ta ai cắt phiêu ban năng ở trong ban rồi ót nữa giờ mặt tìm tia ấy tê bàn ta bà chui ban của chui bà chui mình ban lục do tư nè nó chia riêng trăm bạch buộc nhóm bây ở đây phép ở đây nông thôn đại xa cái vừa mà ở lời dương chia tay tắt con trai mùa rút đai đấy nè mình ở riêng mùi tuyết đại cái trao dương tha chia cả nắp bạc mùi tê nè với chưa đến ai vô được thôi mẹ lúa xa cho mà ai vô được thôi mẹ lúa xa cho mà ruột nhóm nơi nông sọc đi sọc nông xuôi ní cứ nhóm ban chui ở vậy chia đến bạc là nè xong bây giờ lúa xa bom phun nhóm cô chia nè đo sai càng nghiệp bạc đây nè chui ở đây trồng càng nghiệp tận ó tục ra luôn mình ban tới cô sa to của dân chui ở một thăm chia xong vậy đấy chia sầm đêm phép ở ma hai chân đó nè làm bay chui từ đó trong càng như những nhầm mình lại lại thơ ấy ở khóc đi trong càng như bạ dừng tê nè dừng chui ở một tham to luôn dừng tới mình ban thơ ấy mình cá của dừng bàn chui đấy chân bàn trồng hay ở đầm chuột cung này những cô đục bàn qua bàn đằng đây ở đây để chấm thơ ở đây để chấm chui ở đây không ăn tiếp nó có nhom bàn chui nè ở đây để nhom luôn nơi nhom bàn chui là nè chia lát đập phao chia lát đập tiếp bọc nhom tay ở lúc mình bàn chui nhom đây tôm bây giờ cua xa côn nhom nó có ăn miếng mua chia con cho to về to thế đây nè ở đây phải cho bọn nhom chia chôn chôn để vọt chôn vọt nó cứ nè để nhom chôn nó về đầm thế này tray ở đấy cái cho này quan cái ở tới kia làm này tu nó chẳng bàn ở lô tu qua nhom rọp ăn nhom buộc nhom tới tina nhom đã thưa ẩm phơ cọ đã kỳ đấy nó thưa tạm phơ lo rồi tu phal lo lấy nhom thưa lo du hay lấy mà rồi tu phal lại cái đó là dương cái món ăn nó lúa ở dương này cái món ăn nó lúa ở dương bảo sân chỉ ăn nó lúa ở dương cái nó đó là tiếp ở dương vừa ở vậy đại chia sự nông thôn trong coi và dương đó nên là nó bây khu ở dương thư chấp bằng hết trong khu mà nó đại dương cái mưa như cái bầm phiên cái mau rầm lốp ảnh nó biết thà cái mau rầm lốp cái mau bầm phiên cái mưa như dưới á bằng cái thứ đó